ចាប់ផ្ដើមថ្ងៃថ្មីរបស់យើងណាមើលតែចាប់ដើមថ្ងៃថ្មីរបស់យើងដោយធ្វើអ្វីខ្លះលោកតាចៅសុំមើលទូរស័ព្ទលោកតាណែមើលអីក៏មើលទៅណាចៅមើលចុះនេះជាអេយ៉ាគាត់មិនល្អឡើយពូចាប់ដើមថ្ងៃប្រកបដោយសុខភាពណាចាប់ផ្ដើមថ្ងៃថ្មីប្រកបដោយសុខភាពមិនទេយាយគឺការហាត់ប្រាណហ្នឹងណាចៅអូអញ្ចឹងហ៎យាយលោកតាយាយហាត់ប្រាណហាត់ប្រាណស្អីមិនតិចទៀតតាទៅធ្វើការងាររបស់តាហើយមិនចាំបាច់ទៅចំណាយពេលហាត់ប្រាណទៅស្អីទៀតលោកយាយយាយមើលតាហ្នឹងគាត់រឹងតែអញ្ចឹងណាចៅលោកតាត្រូវហើយម៉ែនិយាយត្រូវយើងត្រូវតែហាត់ប្រាណយ៉ាងតិចឲ្យបាន30នាទីក្នុងមួយថ្ងៃណាពុកពិតមែនហើយលោកតាតោះហាត់ក៏ហាត់ទៅណែយាយវាមកកុំឲ្យថាខ្ញុំនឹងវារឹងជួយប្រាប់ខ្ញុំផងណាយាយវាតាអ៊ំពូមីងទាំងអស់គ្នាបានហាត់ប្រាណហើយឬនៅព្រឹកនេះសូមមេត្តាក្រោកឈរឡើងដើម្បីហាត់ប្រាណជាមួយនឹងគ្រួសាររបស់ខ្ញុំពិតមែនហើយបងប្អូនទាំងអស់គ្នាអញ្ចឹងសូមអ៊ំពូមីងទាំងអស់គ្នាចាំធ្វើតាមគ្រួសារខ្ញុំណាទោះជារវល់យ៉ាងណាក៏ដោយដើម្បីមនុស្សជាទីស្រឡាញ់របស់ខ្ញុំត្រូវតែឆ្លៀសហាត់ប្រាណយ៉ាងហោចណាស់ក៏បាន30នាទីក្នុងមួយថ្ងៃដែរត្រូវហើយពុកវាគ្រួសាររបស់បងហាត់ប្រាណជុំគ្នាទាំងអស់តែម្ដងចាអូនចោះអូនអញ្ជើញតាណាដែរនឹងសំសួនណាថ្ងៃនេះប៉ុន្តែហើយចាបងថ្ងៃនេះគឺខ្ញុំទៅចូលរួមទិវាជំងឺទឹកនោមផ្អែមពិភពលោកណាបងជំងឺទឹកនោមផ្អែមចាបងចុះជំងឺទឹកនោមផ្អែមហ្នឹងយ៉ាងម៉េចទៅបងលោកយាយជំងឺទឹកនោមផ្អែមបណ្ដាលមកពីមានជាតិស្ករខ្ពស់នៅក្នុងឈាមហើយជំងឺនេះដែរបង្កផលវិបាកយ៉ាងច្រើនប្រសិនបើយើងមិនបានធ្វើរោគវិនិច្ឆ័យទាន់ពេលនិងទទួលការព្យាបាលត្រឹមត្រូវដូចជាអាចខូចដងនោមបង្កជាបញ្ហាភ្នែកជំងឺបេះដូងសរសៃឈាមនិងសរសៃវិញ្ញាណនៅចុងដៃជើងហើយលើសពីនេះទៀតអាចបង្កគ្រោះថ្នាក់រហូតដល់កាត់ជើងទៀតផងគួរឲ្យខ្លាចណាស់តើជំងឺនេះគួរឲ្យខ្លាចណាស់បងចាអូនឪពុកម្ដាយអូនណាក៏គាត់បានចូលរួមស្វែងយល់ពីជំងឺនេះដែរតាអូអញ្ចឹងហ៎បងចាអូខ្ញុំចិត្តដល់ម៉ោងហើយអញ្ចឹងសូមជម្រាបលាអ៊ំពូមីងហើយនឹងក្មួយសិនហើយចាសូមអញ្ជើញសុំសួរណាលោកតាពុកតើជំងឺទឹកនោមផ្អែមនេះបណ្ដាលមកពីអ្វីទៅពុកពិតមែនទេពុក
កូនជំងឺទឹកនោមផ្អែមហ្នឹងណាបណ្ដាមកពីរបបអាហារមិនល្អដូចជាអាហារផ្អែមខ្លាំងនិងផឹកពពួកភេសជ្ជៈផ្អែមបើកម្លាំងផឹកស្រាជក់បារីនឹងមិនសូវបានហាត់ប្រាណហ្នឹងណាកូន អូ ចាពុកចោះធ្វើម៉េចទៅដើម្បីបង្ការជំងឺទឹកនោមផ្អែមនោះបានពុក អូ យើ កូ ង ន កំពុងធ្វើរាល់ថ្ងៃនេះហើយ ម៉ែ គឺយើងញ៉ាំអាហារមានសុខភាព មាន ខ្លាញ់តិចអំបិលតិចស្ករតិចកាត់បន្ថយការទទួលទានភេសជ្ជៈផ្អែមនិងអាហារផ្អែមខ្លាំងជៀសវាងការប្រើប្រាស់ថ្នាំជក់និងគ្រឿងស្រវឹងណាកូន បាទ មិន ម៉ែ មែនហើយម៉ែវី អាហារសុខភាពទាំងនេះណាសម្រាប់គ្រួសារខ្ញុំ អូ បន្លែច្រើនសាច់សុទ្ធរួមផ្សំបន្លែផ្លែឈើតូចធំរៀបចំប្រុងប្រៀបអាហារសុខភាពយើងក្មេងគ្មានធ្វើជាប្រចាំសុខភាពគ្រួសាររឹងមាំត្រូវតែចាំមិនបានប្រៃខ្លាំង ត្រូវតែចាំមិនតែមិនប្រៃខ្លាំងអាហារសុខភាពល្អ មិនប្រើខ្លាញ់ច្រើនមិនបំពងជាតិត្រូវកាត់បន្ថយឲ្យបានភេសជ្ជៈផ្អែមមានជាតិស្ករខ្ពស់ជៀសវាងគ្រឿងស្រវឹងផលប៉ះពាល់របស់ថ្នាំជក់បើប្រើរាងកាយរងគ្រោះហានិភ័យកើតជំងឺទឹកនោមផ្អែម ហានិភ័យកើតជំងឺទឹកនោមផ្អែមជំងឺទឹកនោមផ្អែម ម៉ែពិតជាពូកែណាស់អាហារចម្រុះមិនផ្អែមមិនប្រៃមិនមានជាតិប្រេងខ្លាញ់ច្រើនទេអញ្ចឹងហើយបានកូនឃើញលោកយាយលោកតានិងម៉ែពុកមានសុខភាពល្អ ចាកូន ត្រូវហើយណាចៅមនុស្សគ្រប់រូបដើម្បីចាប់ដើមមានទម្លាប់ញ៉ាំអាហារប្រកបដោយសុខភាព ពិតមែនហើយណាកូន ចាម៉ែ ផ្អែមនិងអាហារផ្អែមខ្លាំងណាចៅ បាទលោក មិន តា មែនហើយកូន ពិតមែនហើយអ្នកចៅយើងត្រូវហាត់ប្រាណដើម្បីរក្សាទម្ងន់ខ្លួនយើង ត្រូវហើយពុកវា ហើយធ្វើជាប្រចាំជៀសវាងនៅគ្រឿងស្រវឹងថ្នាំជក់ដើម្បីបង្ការជំងឺទឹកនោមផ្អែមអ្នកចៅ បាទលោក ពិ ជ័យ តមែនហើយកូន តែកន្លងមកកូនឃើញពុកនិងម៉ែគិតតែពីសុខភាពលោកយាយលោកតាចង់មិនក៏ពុកម៉ែមិនគិតពីខ្លួនឯងផងទៅ គឺកន្លងមកម៉ែរវល់ពេករហូតដល់ភ្លេចពីសុខភាពខ្លួនឯងណាកូន ត្រូវហើយម៉ែវាព្រឹកស្អែកចាជូនពុកម៉ែទៅពិនិត្យសុខភាពនិងតេស្តឈាមមើលជាតិស្ករហើយយើងក៏ពិនិត្យដែរទៅណាម៉ែវា ចាពុកវាខ្ញុំសប្បាយចិត្តណាស់ទោះជារវល់យ៉ាងណាក៏ដោយដើម្បីមនុស្សជាទីស្រឡាញ់របស់ខ្ញុំត្រូវតែតេស្តឈាមរកជាតិស្ករក្នុងឈាម មិនមែនហើយម៉ែវា កូន បើអញ្ចឹងកូនឆាប់រៀបចំទៅរៀនទៅណាកូន ចាម៉ែ ចាប់ទៅ ចាពុក តាម៉ែពុកវា មើលផ្ទៃស្រុកខ្មែរស្រុកខ្មែរព្រឹងព្រៀនព្រៀងសូរិយា លោកតាលោកយាយពុកម៉ែកូនជម្រាបលាទៅរៀនសិនហើយ ចាកូនសូមអញ្ជើញ ស្រុកខ្មែរព្រឹងព្រៀនព្រៀងសូរិយាអ្នកស្រុកធ្វើការផ្លងងាយនឹងងាយអ្នកស្រុកធ្វើការអើយអើយអើយធ្វើការគ្រប់ដៃរីឯរួមខ្ញុំកាត់ភូមិស្រែថ្មីអើយរីឯរូបខ្ញុំកាត់ភូមិស្រែថ្មីអើយប្រញាប់វិលវ័យលងងាយនឹងងាយប្រញាប់វិលវ័យហើយអើយអើយទៅមិនដល់សុខភាព តោះម៉ែមកកូនមកដើរស្រួលណាម៉ែ ណែលោកបងយ៉ាងម៉េចទៅហើយមិនស្រួលខ្លួនណា អូបានលោកបងខ្ញុំមិនស្រួលខ្លួនដូចជារៀងវិលមុខបន្តិចលោកបង លោកបងយ៉ាងម៉េចតើមានអ្វីពួកខ្ញុំជួយបាន មិនមែនហើយលោកបង បាទគឺខ្ញុំសម្រាកបន្តិចគឺបានហើយ ហើយក្មួយតាណាមណាដែរ អូបាទលោកអ៊ុំ
គឺខ្ញុំទៅមណ្ឌលសុខភាពតាមការណាត់របស់លោកគ្រូពេទ្យនឹងណាអ៊ំ ចុះក្មួយទៅមណ្ឌលសុខភាពក្មួយមានជំងឺអីដែរ ពិតមែនហើយលោកបង បាទគឺខ្ញុំមានជំងឺទឹកនោមផ្អែម3ឆ្នាំហើយ ជំងឺទឹកនោមផ្អែ ពិត ម មែនហើយតែប៉ុន្មានថ្ងៃនេះខ្ញុំតមអាហារខ្លាំងពេកប្រហែលជាចុះស្ករហើយបានជារៀបវិលមកបែបនេះណាអ៊ំ ប្រហែលជាអញ្ចឹងហើយម៉ែណោះ បាទ អាចជំងឺទឹកនោមផ្អែមហ្នឹងវាតែងតែធ្វើទុកបែបនេះមែនទេមួយ ពិតមែនហើយលោកបង បាទអ៊ំមិនអញ្ចឹងទេព្រោះខ្ញុំទទួលបានការព្យាបាលត្រឹមត្រូវនិងផ្លាស់ប្ដូរអិរិយាបថរស់នៅខ្ញុំហូបចុកប្រយ័ត្នហូបស្ករតិចអំបិលតិចខ្លាញ់តិចហើយហូបបន្លែច្រើនផ្លែឈើដែលខ្ញុំហូបតែផ្លែណាមិនផ្អែមពេកទេខ្ញុំហាត់ប្រាណជាប្រចាំមិនជក់បារីមិនហូបគ្រឿងស្រវឹងប្រើថ្នាំជាប្រចាំលើពីនេះខ្ញុំត្រូវទៅមណ្ឌលសុខភាពតាមការណាត់របស់ពេទ្យណាអ៊ំ ប្រសើរណាស់លោកបងដែលលោកបងធ្វើបានណា អូអរគុណហើយរឿងហ្នឹងណាគឺដើម្បីកូនខ្ញុំគ្រួសារខ្ញុំត្រូវតែថែទាំសុខភាពឲ្យបានត្រឹមត្រូវនៅមណ្ឌលសុខភាពបើខ្ញុំមានសុខភាពល្អខ្ញុំអាចនឹងជួយមើលថែពួកគេបានណាអ៊ំ ចា សើណាស់លោកបង បានអញ្ចឹងយើងឆាប់ទៅលោកបង តោះអ៊ំតោះ តាម៉ែ ដល់ មិនដល់មណ្ឌលសុខភាព មែនទេអ៊ំ ជំរាបសួរអ៊ំពូមីងទាំងអស់គ្នា បាទជំរាបសួរអ្នកគ្រូពេទ្យ លោកពូមកពិនិត្យសុខភាពបានទៀងទាត់ណាស់តើលោកពូមានអាការៈអ្វីប្លែកទេលោកពូ អូបានអ្នកគ្រូពេទ្យអំបាច់ខ្ញុំរៀងវិលមកបន្តិចដែរអ្នកគ្រូពេទ្យ បើអញ្ចឹងសូមអញ្ជើញលោកពូចូលពិនិត្យ អូអរគុណហើយអ្នកគ្រូពេទ្យសូមអញ្ជើញលោកពូបាទលោកគ្រូពេទ្យ មកទាំងគ្រួសារតែម្ដងតើមាននរណាឈឺអ្វីមែនទេលោកអ៊ំ ចាអ្នកគ្រូពេទ្យពួកខ្ញុំហើយនឹងតាវានេះមកពិនិត្យសុខភាពនិងតេស្តរកជំងឺទឹកនោមផ្អែមណាអ្នកគ្រូពេទ្យ ពិតមែនហើយអ្នកគ្រូពេទ្យ ពិតជាប្រសើរណាស់លោកអ៊ំការពិនិត្យសុខភាពមានសារៈសំខាន់ណាស់អាចជួយយើងធ្វើរោគវិនិច្ឆ័យនិងចាប់ផ្ដើមព្យាបាលទាន់ពេលវេលា ចាអ្នកគ្រូពេទ្យ ម្យ៉ាងទៀតអាចបង្ការផលវិបាកផ្សេងៗរបស់ជំងឺទឹកនោមផ្អែមនេះដូចជាផលប៉ះពាល់ដល់ភ្នែកជំងឺតម្រងនោមជំងឺបេះដូងនិងសរសៃវិញ្ញាណចុងដៃជើង ចាអ្នកគ្រូពេទ្យ បើអញ្ចឹងសូមអ៊ំពូមីងមកតាមខ្ញុំនឹងពិនិត្យរកមើលជាតិស្ករក្នុងឈាមជូនណា ចាសូមអញ្ជើញអ្នកគ្រូពេទ្យ អូលោកពូលទ្ធផលយ៉ាងម៉េចដែរលោកពូ បាទអ្នកគ្រូពេទ្យលទ្ធផលមិនទាន់ដឹងទេអ្នកគ្រូពេទ្យ សូមលោកពូរកចាំបន្តិចទៅលទ្ធផលនឹងដឹងឥឡូវនេះ បាទអរគុណហើយអ្នកគ្រូពេទ្យយូអូលោកគ្រូពេទ្យលទ្ធផលខ្ញុំយ៉ាងម៉េចហើយលោកគ្រូពេទ្យ សុខភាពលោកពូល្អដូចរាល់ដងទេ អូ ពូចេះថែទាំខ្លួនបានល្អតែពូកំតមពេកសូមទទួលទានអាហារឲ្យបានសមស្របតាមការណែនាំរបស់ពេទ្យទៅបានហើយណាលោកពូ បាទអរគុណហើយលោកគ្រូពេទ្យ បានស្រួលមួយណាស់ម៉ែ អ៊ំលទ្ធផលយ៉ាងម៉េចទេអ៊ំ លទ្ធផលអ្នកទាំងអស់គ្នាមិនមានជំងឺទឹកនោមផ្អែមទេ ល្អណាស់ ប្រសើ សូ រ មអនុវត្តអរិយាប័ត្ររស់នៅប្រកបដោយសុខភាពនិងមកពិនិត្យសុខភាពលើកក្រោយទៀតណា ចាអ្នកគ្រូពេទ្យ យ៉ាងទៀតអ្នកដែលមានអាយុចាប់ពី40ឆ្នាំឡើងទៅ 40ឆ្នាំ អ្នកលើសទម្ងន់និងធ្លាប់មានប្រវត្តិគ្រួសារកើតជំងឺទឹកនោមផ្អែមត្រូវមកធ្វើតេស្តរកជាតិស្ករក្នុងឈាមដើម្បីបង្ការជំងឺទឹកនោមផ្អែមនេះណា ចាអ្នកគ្រូពេទ្យ អ្វីទាំងអស់ដែលអ្នកធ្វើគឺធ្វើដើម្បីមនុស្សជាទីស្រឡាញ់របស់អ្នកនៅពេលអ្នកមានសុខភាពល្អអ្នកអាចមើលថែមនុស្សជាទីស្រឡាញ់របស់អ្នកដើម្បីឲ្យពួកគេមានសុខភាពល្អនិងអនាគតល្អការពារខ្លួនអ្នកពីជំងឺមិនឆ្លងគឺជាកាដូជីវិតដ៏ពិសេសវិសាលសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក